សួស្តីប្រិមិត្តអស់លោកស្រីអ្នកនាងកញ្ញាជាទីគោរពជាទីមេត្រីស្វាគមន៍មកកាន់ Channel MS Studio សាជាថ្មី Welcome back ហើយថ្ងៃនេះយើងវិលត្រឡប់មកជួបជាមួយនឹងការសម្រាយរឿងសននស៊ីបវគ្គបន្តទៀតថ្ងៃនេះនៅកសិដ្ឋានជាមានព្រឹត្តិការណ៍ដ៏អស្ចារ្យមួយហើយនោះគឺជាការប្រណាំងឡានរវាងឆ្កែសង្ហាមួយក្បាលជាមួយនឹង Bitzer របស់យើងមើលទៅឡានរបស់ឆ្កែសង្ហានោះទំនើបមែនទែនហើយលឿនទៀតផងដូចជា Formula 1 អញ្ចឹងឆ្កែសង្ហាក៏បានមកដល់ទីមុនហើយគេក៏បានទទួលយកជ័យជំនះមើលទៅក្រុមជាមហាអបអរសាទរនឹងគេមែនទែនគេមកដល់ទីអបអរសាទរឡើងពេញហ្នឹងហើយ Bitzer មិនទាន់មកទៀតអញ្ចឹងអីរកឈ្នះគេមិនកើតមើលតឡានរបស់ Bitzer វិញទៅមុខមិនចង់រួចផងឡាននេះទាល់តែចុះពីទីខ្ពស់ទៅអាចលឿនបានទម្រាំមកដល់ទីឡានបានខ្ទេចអស់ទៅហើយឡាននោះឆ្នៃចេញពីធុងសម្រាមនិងរបស់ចាស់ដែលមាននៅផ្ទះរបស់បរិកសិករនឹងឯងសននិងក្រុមជាមក៏បានរត់មកមើល Bitzer ដែលកំពុងតែដង្ហក់ប៊ីដាច់ខ្យល់ស្របពេលដែលក្រុមជាមដទៃទៀតកំពុងតែអបអរជ័យជំនះរបស់ឆ្កែសង្ហា Admin សម្ដាក់ឈ្មោះគេថា Mr. Handsome Dog Look so cool លយហ្មងពេលនោះគេក៏បានលើកពានទៅឌឺ Bitzer ទៀតធីមីនិងក្រុមជាមក៏បានមើលថែ Bitzer ដែលកំពុងតែរងការអស់កម្លាំងក្រោយពីការប្រកួតដ៏ស្វិតស្វាញមួយនេះហើយសនក៏បានមកមើល Bitzer ដែរគេថែមទាំងមាន plan មួយបង្ហាញ Bitzer ទៀតផងអាយ៉ា plan អីចេះនោះគឺជាឡានប្រណាំងទំនើបមួយដែលសនកំពុងតែបង្ហាញទៅកាន់ Bitzer ហាក់ដូចជាសប្បាយចិត្តឡើងវិញហើយគេក៏បានងក់ក្បាលដាក់គ្នាប្រហែលជាព្រមព្រៀងគ្នាដើម្បីបង្កើតឡាននេះឡើងហើយមើលទៅក្រុមជាមទាំងអស់ក៏បានសហការគ្នាក្នុងការបង្កើតឡានប្រណាំងនេះមួយផងដែរប៉ុន្តែ Bitzer ហាក់ដូចជាមិនមានសង្ឃឹមក្នុងការប្រណាំងនេះទៀតតទៅសោះដោយសារតែគេមើលទៅក្បាលពោះរបស់គេធំពេកគេគិតថាមកពីគេធាត់ពេកមិនសង្ហាទើបមិនអាចប្រណាំងបានឈ្នះប៉ុន្តែពេលនោះគេក៏បានឃើញ Mr. Handsome Dog កំពុងតែជិះឡានជាមួយម្ចាស់របស់គេហើយបានធ្វើមេដៃធ្លាក់ចុះឲ្យមួយបានន័យថាអ្នកឯងខ្សោយ Bitzer បានឃើញអាឆ្កែសង្ហានោះវាមើងងាយពេកគេមិនសុខចិត្តនោះទេខឹងពេកហើយណាមួយចិត្តចង់សងសឹកផង Bitzer ក៏បានព្យាយាមហើយសហការជាមួយក្រុមជាមគេក៏បានយកប្រដាប់លោតអន្ទាក់ពីសនដើម្បីហាត់ប្រាណឲ្យស្គមជាងនេះសង្ហាជាងនេះ Look handsome ហើយក្រុមជាមទាំងអស់ក៏បានចាប់ផ្ដើម project បង្កើតឡានប្រណាំងរបស់គេ Bitzer លុតដើមខ្លួនឯងលោតអន្ទាក់ផងអូរតេសធីមីផងដែលមានសនជាគ្រូបង្វឹកហើយមានក្រុមជាមរបស់យើងលេងតន្ត្រីឲ្យស្ដាប់ទៀតលយមែនតែនខំអវងផងលោតអន្ទាក់ផងពេលនោះ Bitzer ក៏មានរៀងសង្ហាជាងមុនស្គមជាងមុនបន្តិចហើយគេក៏បានចូលទៅមើល project ឡានរបស់គេជាមួយនឹងសន Bitzer សង្ហាចិត្តជាខ្លាំងដោយសារតែគេបានឃើញឡានកញ្ចាស់របស់គេដដែលហ្នឹងគេក៏បានលើកយករូបគំរូនោះមកឲ្យក្រុមជាមមើលថាឡាននេះឡាន Formula 1 នេះមិនមែនឡានកញ្ចាស់ធុងសម្រាប់ហ្នឹងទេក្រុមជាមក៏បានបង្ហាញគំនូសពណ៌ក្រហមមួយពីលើក្បាលឡានបង្ហាញថានេះឡាននេះ Formula 1 នេះឃើញអត់ហើយក៏បានចុច display លើពីតពតបង្ហាញទៀតផងជឿអត់ប៉ុណ្ណឹងជឿនៅនេះសនបានព្យាយាមបញ្យល់ប្រាប់ Bitzer បន្ថែមថាអស់ហើយប៉ុណ្ណឹងសមត្ថភាពរបស់ជាមយើងធ្វើបានប៉ុណ្ណឹងអស់ហើយយកបានអត់ Bitzer អត់សប្បាយចិត្តទេដោយសារតែគេអត់ពេញចិត្តជាមួយនឹងឡានចាស់របស់គេនោះទេប៉ុណ្ណឹងចាញ់ម្ដងហើយណាគេចង់បានឡាននឹងទៀតហ៎ប៉ុន្តែដោយអស់ជំរឿហើយ Bitzer អត់ដឹងធ្វើម៉េចទេគេក៏បានទទួលយកឡាននោះហើយអបអរសាទរដល់ក្រុមជាមដែលបានបញ្ចប់ project នោះយ៉ាងជោគជ័យថ្ងៃប្រណាំងក៏បានចូលមកដល់ម្ដងទៀត Mr. Handsome Dog បានប្រើប្រាស់ឡានរបស់គេដដែលហើយ Mr. Bitzer របស់យើងនេះក៏បានប្រើប្រាស់ឡានដដែលដូចគ្នា Handsome Dog ក៏បានសើចចំអកដល់ Bitzer មុនការប្រកួតទៀតឌឺម៉េះ Bitzer ខឹងគេមើងងាយមែនតើលើកនេះគេនឹងខំប្រឹងសនក៏បានលើកទង់ប្រកួតហើយការប្រកួតចាប់ផ្ដើម Let's go សំទុះឡានរបស់ Mr. Handsome Dog បានចេញទៅមុន Bitzer ទៀតហើយអីយ៉ាឡានរបស់ Bitzer ពេលនេះក៏មានសំទុះផងដែរគេបាននាំមកទៅលើ Mr. Handsome Dog វិញម្ដងប៉ុន្តែអត់ទាន់កំណត់ឈ្នះចាញ់ទេពួកគេនៅវ៉ាគ្នាចុះឡើងបានមួយផ្លែត Mr. Handsome Dog ក៏បាននាំមកទៅលើ Bitzer វិញដំណើរផ្លូវកាត់ព្រៃចុះទួលឡើងទួលដ៏វែងឆ្ងាយសម្លេងគាំទ្ររបស់ទស្សនិកជនជាមរបស់យើងលាន់លូកងរំពងតែម្ដង Mr. Handsome Dog កំពុងតែសប្បាយចិត្តដោយសារតែគេកំពុងតែនាំមកទៅលើ Bitzer មិនមានអ្នកណាវ៉ាដាច់អ្នកណានោះទេគូប្រកួតទាំងពីរអ្នកនេះបានប្រដេញគ្នាគៀកប្រគៀកគ្នាមែនតើប៉ុន្តែ Mr. Handsome Dog ហាក់ដូចជាមានប្រៀបជាង Bitzer បន្តិចដោយសារតែកម្លាំងឡានរបស់គេហាក់ដូចជាខ្លាំងជាងអូពេលជិតមកដល់ទី Bitzer របស់យើងក៏បាននាំមុខទៅលើ Mr. Handsome Dog ទៅវិញ Handsome Dog ដោយសារតែចង់ឈ្នះ Bitzer ក៏បានវ៉ា Bitzer ប៉ុន្តែគេបានកិនទៅលើដុំថ្មមួយដុំធ្វើឲ្យឡាននឹងខ្លួនរបស់គេក្រឡាប់ខ្ទាតទៅឆ្ងាយ Bitzer នេះបានជិតមកដល់ទីទៅហើយតែឃើញគូប្រកួតរបស់ខ្លួនត្រូវក្រឡាប់ឡានខ្ទាតទៅឆ្ងាយបែបនេះគេក៏បកទៅវិញហាមិនអញ្ចឹង Bitzer ចិត្តល្អម៉េះទៅជួយមែនមែនតើតា Bitzer បានមកជួយលើក Mr. Handsome Dog ហើយគេក៏បានញញឹមដាក់គ្នាប៉ុន្តែ Mr. Handsome Dog នោះខូចមែនតើគេក៏បានដណ្ដើមឡានពី Bitzer ហើយបើកទៅកាន់ទីផ្ដាច់ព្រ័ត្រ Bitzer នេះធ្វើមុខឡើងខកចិត្តប្រហែលជាធ្វើល្អបានadmin អត់ចង់និយាយទេក្រុមជាមដែលជាទស្សនិកជនក៏ខកចិត្តខ្លាំងដែរ Mr. Handsome Dog គិតថាខ្លួនឯងបានទៅដល់ទីផ្ដាច់ព្រ័ត្រហើយប៉ុន្តែមានបានទៅដល់ទីផ្ដាច់ព្រ័ត្រឯណារវល់តែងាកមើលក្រោយឌឺ Bitzer គេក៏បានបើកឡានចូលទៅក្នុងព្រៃបុកមួយទំហឹងខ្ទាតកង់ឡានចេញមកក្រៅអញ្ចឹងមិនថាសាងអីបាននឹងមែនឃើញទេកុំធ្វើអាក្រក់ណា fan ធ្វើអាក្រក់បានអាក្រក់មិនធ្វើអាក្រក់បានល្អធ្វើល្អបានអីផ្សេងនោះទេនៅសល់តែចង្កូតឡានដែលខ្ទាតទៅដល់ដៃ Bitzer ហើយ Bitzer ក៏បានដើរកាន់ចង្កូតឡាននោះទៅកាន់ទីផ្ដាច់ព្រ័ត្រតែម្ដងនេះហើយជាជ័យជំនះពិតប្រាកដធ្វើល្អបានល្អសម្រាប់រឿងវគ្គនេះក៏បានបញ្ចប់ជួបគ្នានៅវីដេអូក្រោយទៀតណាអូខេបាយឈប់កុំភ្លេច like comment ហើយ subscribe ផងណាសម្រាប់អ្នកដែលមិនទាន់ subscribe